màนี่ជាសភៅដែលខ្ញុំបានទិញនៅថ្ងៃទី2ជាដំណានហើយសភៅទី1មានចំណងជើងថាចិញ្ចៀនត្បូងមរកតដែលនិពន្ធដោយអ្នកនិពន្ធម៉ៅច័ន្ទរស្មីហើយនេះក៏ជាស្នាដៃថ្មីរបស់គាត់ផងដែរហើយសម្រាប់អ្នកដែលគាត់ចូលចិត្តអានប្រឡោមលោកអីហ្នឹងអាចសាកល្បងអានសភៅនេះបានសភៅទី2មានចំណងជើងថាថ្ងៃថ្មីនៅតែមានដែលនិពន្ធដោយអ្នកនិពន្ធថនថាវរីហើយសភៅនេះដែរគឺមានដល់តែ3ភាគហើយសម្រាប់ភាគ1និងភាគ2គឺខ្ញុំបានអានហើយអីប៉ុន្តែឥឡូវនេះគឺយើងបានចូលមកដល់សភៅភាគ3អីអញ្ចឹងត្រូវតែមានសភៅនៅមួយក្បាលទៀតហើយសម្រាប់អ្នកដែលចូលចិត្តអានប្រឡោមលោកបែបលើកទឹកចិត្តអីហ្នឹងអាចសាកល្បងអានសភៅនេះបានសម្រាប់សភៅទី3គឺមានចំណងជើងថានិរន្តរ៍ហើយសភៅនេះគឺនិពន្ធដោយអ្នកនិពន្ធគឺអ្នកគ្រូម៉ៅសំណាងសភៅនេះគឺជាស្នាដៃថ្មីរបស់គាត់ហើយសម្រាប់អ្នកដែលចូលចិត្តអានប្រឡោមលោកភាគច្រើនគឺស្គាល់ស្នាដៃរបស់គាត់ហ្មងចេញមកគឺខ្លឹមហ្មងសភៅទី4មានចំណងជើងថាពាក្យថាស្រឡាញ់សភៅនេះគឺនិពន្ធដោយបងគង់ច័ន្ទវណ្ណេនហើយក៏មាន2ភាគដែរសម្រាប់អ្នកដែលអត់ទាន់អានភាគ1ទេអាចទៅអានសិនចាំយើងចាប់ផ្ដើមនៅភាគ2សភៅទី5មានចំណងជើងថាបរោះឈុតពណ៌សសភៅនេះគឺនិពន្ធដោយបងម៉ៅច័ន្ទរស្មីសភៅភាគ1នេះគឺ version ថ្មីសម្រាប់ភាគ2ក៏ខ្ញុំមានដែរហើយសម្រាប់អ្នកដែលគាត់ចូលចិត្តអានល្បិចប្រឡំលោកមាន2ភាគអីហ្នឹងអាចអានសភៅនេះបានគឺចាប់អារម្មណ៍ខ្លាំងមែនទែនហើយសភៅទី6មានចំណងជើងថាបណ្ឌិតសភាយោធាអាមេរិកសភៅនេះគឺវិភាគទានពីខាងបងគុណចាប់នៀតដែលប្រែសម្រួលដោយបងឡាំលីមសម្រាប់អ្នកដែលចូលចិត្តអានបែបមេដឹកនាំឬក៏ទស្សនៈមេដឹកនាំអីហ្នឹងគឺសភៅនេះខ្ញុំ recommend មែនទែនសម្រាប់អ្នកដែលចង់វិភាគទានបណ្ឌិតសភាយោធាអាមេរិកអាចសាកល្បងយកចរិតមេតបនេះមកជាមួយគ្នាដោយសារតែពីក្បាលនេះគឺសិតតែខ្លឹមតាក់ទងជាមួយនឹងសិល្បៈនៃការដឹកនាំជាមួយនឹងទស្សនៈរបស់អ្នកដឹកនាំអីជាដើមហើយទាំងអស់នេះគឺជាសភៅដែលខ្ញុំបានទិញនៅថ្ងៃទិវាអំណាចផងដែរអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាតើបានទិញសភៅអីខ្លះអាចតម្លាក់ខាងក្រោមបានបាយបាយ